សូមនមស្ការថ្វាយបង្គំព្រះអង្គគ្រូករណាលោកម្ចាស់គ្រប់ព្រះអង្គនិងសូមចម្រើនពរញោមញាតជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់នៅក្នុងថ្ងៃនេះជាថ្ងៃដ៏ល្អប្រសើរថ្លៃថ្លាមែនទែនដែលមានការរួបរួមសាមគ្គីគ្នារវាងព្រះមន្ត្រីសង្ឃស្រុកសំពៅលូននិងញោមផុនផែនប្រធានក្រុមប្រឹក្សាស្រុករួមដោយបងកាន់វុធីជាប្រធានការិយាល័យប្រជាពលរដ្ឋនិងជាប្រធានសមាគមយុវជនក្មេងវត្តសាខាស្រុកសំពៅលូនព្រមទាំងលោកគ្រូអោណារុងជាមន្ត្រីធម្មការស្រុកនៅក្នុងស្រុកសំពៅលូននិងប្រសង់ទាំងអស់បណ្ដាវត្តនៅក្នុងស្រុកសំពៅលូនបានរួបរួមគ្នាជាកម្លាំងនាំយកនៅតេយ្យទានតេយ្យវត្ថុមានទឹកសុទ្ធមានភេសជ្ជៈមានមីមានវត្ថុទានផ្សេងយកទៅដើម្បីឧបត្ថម្ភទៅដល់ញោមនៅជួរមុខញោមរៈកងទ័ពនៅជួរមុខស្រុកសំពៅលូននេះឯងណាបន្ទាប់ពីមានការរួបរួមសាមគ្គីរវាងព្រះមន្ត្រីសង្ឃនិងព្រះសង្ឃគ្រប់ព្រះអង្គជាមួយញោមប្រធានក្រុមប្រឹក្សាស្រុកញោមផុនផែននិងញោមមន្ត្រីសាលាស្រុកផ្សេងទៀតឃើញថាមានភាពស្និទ្ធស្នាលនឹងកាន់តែប្រសើរឡើងទាំងអស់នេះជាសញ្ញាថានៅក្នុងស្រុកសំពៅលូនយើងនឹងមានសន្តិភាពផ្នែកផ្ទៃក្នុងតែវាមិនទាន់សន្តិភាពជាមួយបច្ឆាមិត្តណាញោមណាប៉ុន្តែបើខាងផ្ទៃក្នុងគឺយើងមានសន្តិភាពហើយនឹងស្អិតល្មួតពួនដៃគ្នាដើម្បីរួបរួមសាមគ្គីឲ្យមានស្មារតីទ្រទ្រង់ក្នុងពុព្វហេតុប្រយោជន៍ជាតិតែមួយហើយក្នុងនោះក៏មានបច្ច័យមួយចំនួនដើម្បីជួយឧបត្ថម្ភដល់ញោមទាហានដើម្បីញោមបានយកទៅជួយចាត់ចែងបម្រើកិច្ចការតម្រូវការផងញោមហើយទាំងអស់នេះគឺជាសញ្ញាមួយគួរឲ្យរីករាយនិងជ្រះថ្លាណាញាតិញោមណាចឹងកណាលោកម្ចាស់គ្រប់ព្រះអង្គនិងញោមញាតិពុទ្ធបរិស័ទទាំងអស់បានទស្សនាហើយបានឃើញហើយសូមមានចិត្តត្រេកអរជ្រះថ្លាអនុមោទនាសូមឲ្យកណាលោកម្ចាស់និងញោមញាតិទាំងអស់បានចំណែកបុណ្យនេះស្មើគ្នាទាំងអស់គ្នាញោមណាសូមអនុមោទនា